ឧទ្ធម្ភាគចក្រដឹកស្បៀងឲ្យកងទ័ពថៃ2គ្រឿងវាសនឹងធ្លាក់ចូលស្រែដោយសារបញ្ហាប្រព័ន្ធភ្លើងខេត្តម៉ែហុងស៊ុនផ្អើលអស់កសិករដែលកំពុងធ្វើស្រែក្រោយឧទ្ធម្ភាគចក្រវ័យចំណាស់ចំនួន2គ្រឿងរបស់កងកម្លាំងពិសេសថៃប្រើសម្រាប់ដឹកជញ្ជូនស្បៀងអាហារឲ្យទ័ពជួរមុខដែលកំពុងហោះសុកបានសម្រាប់ចិត្តចុះចប់ភ្លាមជាបន្ទាន់ទៅលើទឹកដីស្រែរបស់ពលរដ្ឋដោយសារមានបញ្ហាប្រព័ន្ធបញ្ជាដែលធ្វើឲ្យការហោះហើរប្រឈមនឹងការបាត់បង់លំនឹងយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃរ៉ាតកាលពីព្រឹកថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 11:00 នាទីអ្នកភូមិនៅហួយទុននុនឃុំម៉ៃងាវស្រុកខុនយួនខេត្តម៉ែហុងស៊ុនបានផ្អើលឈូឆរខណៈពេលកំពុងច្រូតស្រូវបន្ទាប់ពីប្រទះឃើញឧទ្ធម្ភាគចក្រចំនួន2គ្រឿងបានធ្វើការចុះចតនៅក្នុងដីស្រែនៅក្បែរពួកគាត់បើតាមសេចក្តីរាយការណ៍ឧទ្ធម្ភាគចក្រទាំងនោះគឺជារបស់ក្រុមការងារពិសេសសិង្ហាណាត់ model Bell 212ដែលទើបត្រឡប់មកពីបេសកកម្មផ្គត់ផ្គង់ស្បៀងអាហារដល់ទ័ពជួរមុខតាមព្រំដែនបានសម្រេចធ្វើការចុះចតភ្លាមៗដោយសារតែមួយក្នុងចំណោមឧទ្ធម្ភាគចក្រទាំងពីរបានលោតសញ្ញាព្រមមានកម្រិតខ្ពស់ Master Caution ថាមានបញ្ហាសម្ពាធប្រេងប្រអប់លេខនាំឲ្យប៉ះពាល់ដល់ប្រព័ន្ធបញ្ជារបស់វាដែលទាមទារឲ្យអ្នកបើកបរត្រូវចុះចតជាបន្ទាន់មុនពេលវាកាន់តែធ្ងន់ធ្ងរហើយបញ្ជាលែងបានតាមការបញ្ជាឧទ្ធម្ភាគចក្រ Bell 212ទាំងនេះត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយបច្ចុប្បន្នវាអាចបម្រើការងារសម្រាលមួយចំនួនដូចជាសម្រាប់ដឹកជញ្ជូនកងទ័ពស្បៀងអាហារឬជំនួយប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះការជម្លៀសអ្នកជំងឺក្រុមការងារពិសេសសិង្ហាណាត់បានផ្ដល់ដំណឹងដល់សាធារណជនទូទៅនិងប្រជាពលរដ្ឋនៅតំបន់នោះថាមិនចាំបាច់ព្រួយបារម្ភនោះទេគួរជម្រាបថាឧបទ្ទវហេតុខាងលើមិនបង្កឲ្យនរណាម្នាក់រងរបួសឬគ្រោះថ្នាក់នោះទេប៉ុន្តែវាបាននាំមកនូវភាពភ័យស្លន់ស្លោយ៉ាងខ្លាំងទៅដល់ប្រជាជនថៃនៅក្នុងតំបន់គណៈភ្លាមពួកគេគិតថានេះជាប្រតិបត្តិការយោធាហើយការបាញ់ប្រហារអាចនឹងមាននៅក្នុងតំបន់ពួកគេយ៉ាងណាក៏ដោយបច្ចុប្បន្នក្រុមការងារជំនាញរបស់ថៃកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ចំពោះដើមចំដែលបង្កឲ្យមានបញ្ហាភ្លាមទៅលើឧទ្ធម្ភាគចក្រនេះតាក់ទងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា